សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងសូតកតងមួយនឹងរបៀបដែលយើងអាចធ្វើការ block តកតងមួយនឹង application ឬក៏ website ផ្សេងៗក្នុងករណីដែលភ្ញៀវរបស់យើងគាត់ត្រូវការឲ្យយើងជួយធ្វើការ block បុគ្គលិកឬក៏ user របស់គាត់កុំឲ្យ access ទៅកាន់ social media ឬក៏ website ណាផ្សេងៗអញ្ចឹងយើងអាចធ្វើជាមួយនឹង Roji Cloud របស់យើងបានដូចគ្នាអញ្ចឹងនៅក្នុងថ្ងៃនេះដែរតកតងជាមួយនឹងយើងនឹងបង្កើតតកតងជាមួយនឹង Wi-Fi network ថ្មីសម្រាប់ user ឲ្យគាត់ប្រើប្រាស់ហើយអត់ឲ្យគាត់ access តកតងជាមួយនឹង social media អញ្ចឹងទៅអញ្ចឹងតកតងជាមួយនឹងការធ្វើទៅលើfeature នេះដែរយើងត្រូវការមាន Roji gateway របស់យើងពពួក EG series ដូចគ្នាអញ្ចឹងថ្ងៃនេះដែរនៅក្នុង network របស់យើងមាន EG Easy Gateway 210G របស់យើងដែលជាប្រភេទ PoE model ហើយយើងមាន access point របស់យើង2គ្រាប់គឺ RGRP62 ហើយនិង home wifi របស់យើងដែលយើង configure ជា access point mode គឺ EW3000GH អញ្ចឹងយើងចូលទៅកាន់ Roji Cloud របស់យើងអញ្ចឹងយើងមាន network ប៉ុណ្ណឹងអញ្ចឹងគឺដំបូងយើងត្រូវធ្វើការ create network ថ្មីសម្រាប់ឲ្យ user ដែលគាត់ប្រើប្រាស់កុំឲ្យគាត់ access ទៅកាន់ website ផ្សេងៗអញ្ចឹងតកតងមួយការ create web network ថ្មីយើងចូលទៅកាន់ network file network អញ្ចឹងយើងអាច add មកជា wire ឬក៏ Wi-Fi អញ្ចឹងនៅក្នុង case របស់យើងនេះគឺយើងបង្កើតជា Wi-Fi network ថ្មីអញ្ចឹងខ្ញុំដាក់staff limit ចុះសម្រាប់ឈ្មោះ Wi-Fi ថ្មីរបស់យើងហ្នឹងអញ្ចឹង password ខ្ញុំដាក់1.19ទៅដោយសារវាជា demo កុំឲ្យពិបាកចំណាំអញ្ចឹងយើងបើកទាំង 2.4 និង 5G យើង click next អញ្ចឹងVLAN ថ្មីដាក់ VLAN 80ចុះយក ID 80 អូខេ IP follow តាមរបស់គេហ្នឹងទៅអញ្ចឹងយើងអាច apply configuration ទៅបានអញ្ចឹងយើងចាំconfiguration ដែលយើងធ្វើ network ថ្មីនឹង apply ទៅលើ device របស់យើងរួចរាល់យើងចាប់ផ្ដើមធ្វើការ block តកតងជាមួយនឹង social media ដូចដែលយើង plan អញ្ចឹងវាកំពុងធ្វើការ delivery configuration ទៅលើអញ្ចឹងរួចរាល់អាច check មើលបានយើងឃើញមាន Wi-Fi ថ្មីអញ្ចឹងយើង check នៅក្នុង Wi-Fi បញ្ជាក់មកអូខេយើងឃើញមាន start limit អញ្ចឹងដូចដែលយើងធ្វើមុនហ្នឹងយើងបើក 5G priority time មក click OK អូខេអញ្ចឹងរួចរាល់អញ្ចឹងដើម្បីធ្វើការ block តកតងជាមួយនឹង application អីផ្សេងៗបងប្អូនអាចចូលទៅកាន់ network wide ដូចគ្នានៅក្នុង optimization នេះយើងចូល flow and app control នេះបាទអញ្ចឹងនៅក្នុងនេះយើងយកពាក្យ app ឬក៏ website control tab នេះមកអញ្ចឹងដើម្បីធ្វើការ configure យើងអាច add policy បាន click add មកអញ្ចឹងទី1គឺយើងថាយើងចង់ apply តកតងមួយ blocking policy ហ្នឹងទៅលើ network មួយណាអញ្ចឹងនៅក្នុងយើងមាន network ច្រើនយើងអាច apply 2-3 network ក្នុងពេលតែមួយបានដូចគ្នាប៉ុន្តែក្នុង scenario របស់យើងនេះយើងនឹង apply ទៅលើ network ថ្មីដែលយើងទើបបង្កើតមុនហ្នឹងគឺ start limit VLAN 80របស់យើងហ្នឹងអញ្ចឹងយើង select network ហ្នឹងមកហើយតកតងមួយការ apply ទៅលើ configuration អញ្ចឹងគឺយើងអាច block តកតងមួយនឹង application custom application group ហើយនឹងតកតងជាមួយនឹង website ដូចគ្នាអញ្ចឹងតកតងជាមួយនឹង application នេះគឺតកតងជាមួយនឹង application ដែល Roji គាត់ build មកហើយស្រាប់នៅក្នុង category ហ្នឹងយើងមានច្រើនយើងមានដូច communication យើងមាន Facebook YouTube អីផ្សេងតកតងជាមួយនឹង point to point software ដូចពពួក torrent អីផ្សេង gaming អីផ្សេងដែល Roji គាត់ build មកស្រាប់ឲ្យយើងអាចយកប្រើប្រាស់បានតែតកតងមួយនឹង custom នេះគឺយើងធ្វើការយកអា application របស់ដែលយើងត្រូវការប្រើប្រាស់ហ្នឹងទៅ custom ធ្វើជា group ថ្មីអញ្ចឹងឧទាហរណ៍
ថានៅក្នុង social media នោះវាមាន YouTube Facebook អីផ្សេងៗចឹងទៅប៉ុន្តែឧទាហរណ៍ថាយើងចង់បង្កើត group ថ្មីមួយទៀតដាក់ឈ្មោះថាឧទាហរណ៍ថា not allow app នៅក្នុងក្រុមហ៊ុនរបស់យើងអញ្ចឹង not allow app វាមាន social media ផងវាមាន entertainment gaming អីផ្សេងៗអញ្ចឹងយើងអាចបង្កើតវាជា group ថ្មីមួយទៀតបានអញ្ចឹងណាប៉ុន្តែបើសិនជាយើងអត់ត្រូវការទេយើងអាចប្រើប្រាស់តាក់ទងជាមួយនឹងអីដែល Ruchi គាត់ build មកស្រាប់នៅក្នុងនេះបានច្រើនដូចគ្នាអញ្ចឹង case នេះយើងអាច block តាក់ទងជាមួយនឹងនៅក្នុង entertainment នៅក្នុង communication អញ្ចឹងនៅក្នុងនេះវាមាន social media នៅក្នុង communication អញ្ចឹងយើង block social media ហ្នឹងទាំងអស់ទៅ YouTube Facebook អីផ្សេងៗហ្នឹង Instagram អីហ្នឹងអញ្ចឹងយើងគ្រាន់តែ tick មកវា load ចូលទៅក្នុងនេះបានតែយើង block អញ្ចឹងបាននៅក្នុង app ទាំងអស់ហ្នឹងបើយើងត្រូវការ allow មួយណាយើងអាច untick វាចោលវិញដូចទីហោយើងចង់ allow Canva យើងអាច untick Canva ចោលបានអញ្ចឹងទៅតែបើយើងចង់ block ទាំងអស់គឺយើងអាច tick ទាំងអស់បានដូចគ្នាអញ្ចឹងនៅក្នុង communication វាមាន chat អញ្ចឹង chat យើង block ដូចគ្នាយើងអាច allow Telegram ចុះទូទៅចឹង email យើង allow អញ្ចឹងនៅក្នុង entertainment យើងមើលមានវីដេអូផ្សេងហ្នឹងសិតតែ website តាក់ទងជាមួយនឹងវីដេអូអីផ្សេងអញ្ចឹងតាក់ទងជាមួយនឹង entertainment ក៏យើងធ្វើការ block ដូចគ្នានៅក្នុងនេះshopping gaming point to point អីផ្សេងហ្នឹងអញ្ចឹងយើងធ្វើការ block ប៉ុណ្ណឹងចុះអញ្ចឹងបន្ទាប់ពីយើង select application ដែលយើងត្រូវការ block ហើយយើងនេះយើងអាចធ្វើការ select ទៅតាម requirement ដែលយើងចង់បានដែលយើងចង់ block អីខ្លះយើងអាច review មើលតាមហ្នឹងទៅយើង select block តាមហ្នឹងចឹងបានអញ្ចឹងតាក់ទងមួយនឹង time អញ្ចឹងយើងចង់ឲ្យ policy ហ្នឹងវាធ្វើការ block ក្នុងរយៈពេលណាយើងអាចឲ្យវា block រហូតblock តាថ្ងៃធ្វើការ block តាចុងសប្តាហ៍ឬក៏យើងអាច custom បានដូចក្នុងនេះយើងមាន custom ខ្ញុំ delete ចោលទៅអញ្ចឹងយើងអាច custom តាក់ទងជាមួយនឹងអានេះឈ្មោះ custom policy យើងដាក់ working hour ចុះអញ្ចឹងតាក់ទងយើងអាច select by week by date អញ្ចឹងទៅអញ្ចឹងយើងអាច select ចាន់ working hour ចាន់គៀពុតផុសសុកអញ្ចឹងទៅ start ពីម៉ោង8ព្រឹកទៅដល់ម៉ោង8ព្រឹកហើយយើង click OK មកទៅដល់ម៉ោង6ល្ងាចចុះនេះម៉ោង6គឺម៉ោង18អូខេអានេះយើងអាច custom បានដូចគ្នាតែយើងចង់ block ពីម៉ោងណាដល់ម៉ោងណាអញ្ចឹងទៅអាចថាម៉ោងបាយឲ្យគាត់លេងបាននេះគឺយើងអាចសេរីតាមនឹងបានដូចគ្នាអញ្ចឹងតើពីយើង select effective time ហើយគឺយើងដាក់ឈ្មោះ policy របស់យើងអញ្ចឹងដាក់ឈ្មោះ block social ក៏បងប្អូនអាចដាក់ឈ្មោះអីតាមដែលយើងចង់ដាក់បានដូចគ្នាអញ្ចឹងតើតោងមួយការធ្វើមានប៉ុណ្ណឹងសម្រាប់ application អញ្ចឹងតើតោងមួយការ block ទៅលើ application យើងធ្វើអញ្ចឹងសម្រាប់ពេលខ្លះបើយើងអត់អាច learn router ដែលអត់អាច learn ដល់ application level ចឹងបានយើងអាចធ្វើការ block បានតាមឈ្មោះ website អីផ្សេងហ្នឹងប៉ុន្តែបើគាត់ប្រើ mobile application វាអាចនឹងអត់ជាប់ដោយសារវាអត់ learn ទៅដល់ application level ដូច Roji អញ្ចឹង Roji យើងអាច block រហូតទៅដល់ application បានអញ្ចឹងសម្រាប់ website គឺយើងចូលកន្លែង add ដូចគ្នានៅក្នុងកន្លែងតែមួយយើង select ដូចគ្នាអញ្ចឹងយើងយកកន្លែង select website នេះមកអញ្ចឹងយើងមាន category website ច្រើនសម្រាប់ឲ្យយើងធ្វើការ block ដូចគ្នាតទៅមួយ game communication entertainment Google អីចឹងទៅអញ្ចឹងយើងមានច្រើន appropriate website អញ្ចឹងយើងមានច្រើននៅក្នុងការ block អញ្ចឹងយើងចង់ដឹងទៅនៅក្នុងcategory មួយហ្នឹងគេមានអីខ្លះយើងអាចចូលកន្លែង custom website នេះមកអញ្ចឹងយើងអាច review បាននៅក្នុង Google មានអីខ្លះមាន google.com នៅក្នុងវីដេអូមានអីខ្លះមាន YouTube Netflix អីផ្សេងៗអញ្ចឹងទៅប៉ុន្តែឧទាហរណ៍ថាយើងឃើញថាតកតងជាមួយនឹង website គេ build in មកវាអត់គ្រប់គ្រាន់វា miss ទៅលើវាអត់មាន website ណាដែលយើងចង់ block យើងអាចបង្កើត custom បានដូចគ្នាអញ្ចឹងក្នុងករណីនេះKH នេះ website មើលរឿងដែលវាអត់មាននៅក្នុង category
ខ្ញុំបង្កើតជា custom អញ្ចឹងតើតើមួយការបង្កើតទៅ custom យើងគ្រាន់តែ click add មកយើងដាក់ឈ្មោះឥឡូវឧទាហរណ៍ថា entertainment custom អញ្ចឹងទៅហើយ URL វាថា website ហ្នឹងមានឈ្មោះអីដូច KKA google.com អីផ្សេងៗយើងដាក់មកក្នុងហ្នឹងអញ្ចឹងទៅអញ្ចឹងនៅក្នុងនេះខ្ញុំដាក់ផ្កាយ .kkh ហ្នឹងបើន័យថាពីមុខហ្នឹងអីក៏ដោយឲ្យតែ .kkh.co ហ្នឹងគឺយើងធ្វើការ block ហើយមិនថាវា HTTP HTTPS ឬក៏អីក៏ដោយគឺយើងធ្វើការ block វាទាំងអស់បាទអញ្ចឹងយើងអូខេមកអូខេអញ្ចឹងកន្លែងនេះយើងអាច select effective time ដូចគ្នាហើយ policy ដាក់ block website ចុះខ្ញុំ click OK មកអញ្ចឹងយើងឃើញតកតងមួយ policy 2ដែលយើងធ្វើការ block ហ្នឹងគឺរួចរាល់អញ្ចឹងយើងអាចចាប់ផ្ដើមធ្វើការ testing បានអញ្ចឹងយើងនឹងចាប់ផ្ដើម test ទៅលើកុំព្យូទ័រមុនអញ្ចឹងយើងទៅរកមើល Wi-Fi ថ្មីរបស់យើងឈ្មោះstart limit ហ្នឹងអញ្ចឹងយើង test access YouTube សិនមកអូខេយើងអាច access បាន Google អូខេអញ្ចឹងយើងដូរទៅចាប់ Wi-Fi ថ្មីដែលយើងต้องកើតមុនហ្នឹង start limit ហ្នឹងអូខេយើងមើលនៅក្នុង dashboard របស់យើងតើវាដូរមកនៅកុំព្យូទ័រហ្នឹងអូខេចាប់ start limit ហើយ google.com Facebook អញ្ចឹងយើងលេង access បានហើយលើ PC របស់យើងហ្នឹងអញ្ចឹងយើងទៅមើលនៅលើទូរស័ព្ទដៃរបស់យើងម្ដងថាយើងអាច access បានអត់វា access លេងបានអស់ហើយអញ្ចឹងចូលមកកាន់ទូរស័ព្ទដៃរបស់យើងហើយយើង connect Wi-Fi ឈ្មោះ N-Home ដែលយើងអត់មានblock អីទេយើងអាចមើល YouTube បានអូខេ TikTok បានអូខេអញ្ចឹងយើងនឹងដូរទៅ connect Wi-Fi ថ្មីរបស់យើងដូចគ្នា start limit 1.9អស់លេខ9មួយអាច connect ថាទៀតអូខេជាប់ហើយអញ្ចឹងយើងឃើញ Wi-Fi របស់យើងជាប់ហើយយើងបាន IP rank 80.4 ហ្នឹងអញ្ចឹងយើងចូលទៅកាន់ app របស់យើងវិញ YouTube យើង access លេងបានហើយនៅលើទូរស័ព្ទដៃ TikTok យើង access លេងបានដែរតកតង Facebook អីផ្សេងៗហ្នឹងក៏យើង access លេងបានដូចគ្នាអញ្ចឹងតកតងមួយនឹងការ block YouTube Facebook អីផ្សេងៗហ្នឹងគឺយើងអាច block បានតាមរយៈនៅការធ្វើលើ Rogi Cloud របស់យើងបានដូចគ្នាយើងទៅនៅក្នុង Flow and App Control ហើយនឹង App and Website របស់យើងហើយក៏យើងអាចធ្វើតាមរយៈRogi App នៅលើទូរស័ព្ទដៃរបស់យើងបានដូចគ្នាយើងចូលទៅកាន់ Rogi App មកក្នុង project របស់យើង
យើងអូស overflow ឡើងមកលើមកអញ្ចឹងយើងឃើញមានពាក្យflow and app control នេះអញ្ចឹងនៅក្នុងហ្នឹងយើងចូលកន្លែង app control នេះមកអញ្ចឹងយើងឃើញតាក់ទងជាមួយនឹង policy block website block social ដែលយើងទៅបង្កើតមុនហ្នឹងគឺវាមាននៅលើនឹងដូចគ្នាអញ្ចឹងយើងអាច edit កែផ្សេងៗបានដូចគ្នាគាត់ថានៅលើកុំព្យូទ័រវារៀងស្រួលមើលជាងនៅក្នុងទូរស័ព្ទដៃដូចគ្នាអញ្ចឹងយើងអាចធ្វើការបង្កើតថ្មីដាក់ឈ្មោះ select application ឬក៏ website អីផ្សេងៗដូចនៅលើកុំព្យូទ័របានដូចគ្នាសម្រាប់យើងធ្វើតាមរយៈទូរស័ព្ទដៃរបស់យើងអញ្ចឹងតកតងមួយការ block ទៅលើ application ឬក៏ website អីផ្សេងៗនៅលើ Rogi Cloud គឺយើងមានភាពងាយស្រួលបែបនេះអញ្ចឹងតកតងមួយការ block គឺមានប៉ុណ្ណឹងហើយយើងជួបគ្នានៅវីដេអូក្រោយសម្រាប់feature ថ្មីៗដូចគ្នាអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាតាំងពីដើមដល់ចប់